សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទឌីថ្ងៃនេះយើងមកវិភាគហាងឆេងមាសបន្តទៀតថាតើថ្ងៃនេះមាសមានលំហូរទៅខាងណាបាទសួស្តីបងប្អូនសម្រាប់ថ្ងៃនេះបាទថ្ងៃច័ន្ទទី20យើងបើកផ្សារមកវិញហើយអញ្ចឹងឃើញថាពេលដែលបើកផ្សារមកគឺមាសបានកើនឡើងជាង$50បាទ40រៀលជាងបាទអញ្ចឹងវាបានកើនឡើង$54នៅក្នុងមួយអោនតាពេលផឹកនេះណាបាទអញ្ចឹងទំនោរមាសមើលទៅវាមានការកើនឡើងបន្ថែមទៀតឬក៏អាចនឹងsideways 3-4ថ្ងៃសិនបានវាបន្តឡើងទៀតវារងចាំព័ត៌មានឬក៏មានការចេញព័ត៌មានអីថ្មីតែមើលទៅទំនោរមាសដូចជាមិនចុះទេដោយសារយើងឃើញមានការលបបាញ់គ្នាឬក៏ការទម្លាក់ក្បែកនៅកាហ្សាជាមួយនឹងអ៊ីស្រាអែលបាទហើយមួយទៀតម្សិលមិញគឺមានការបាតកម្មរបស់លោកដូណាល់ត្រាំបាទគេបាតកម្មដោយសារលោកដូណាល់ត្រាំគាត់ប្រើអំណាចគាត់លើសហួសហេតុពេកហើយធ្វើឲ្យប្រជាជនវាមិនសប្បាយចិត្តបាទអញ្ចឹងវាក៏មានការប្រែប្រួលតាមនឹងដែរចាំមើលតើវាអាចនឹងកើនឡើងឬក៏មានការធ្លាក់ចុះជំរាបយើងឃើញលុយដុល្លារគឺថ្ងៃនេះគឺមានការដាប់ក្បាលចុះច្រើនបាទហើយយើងឃើញថា Bitcoin មានការកើនឡើងតិចតួចមកវិញបាទម្សិលមិញគឺតិចតួចទេឡើង$7,000វិញបាទច្រើនថាអញ្ចឹងវា all time high វានៅ126,000អញ្ចឹងចាំមើលថាវា break ខាងនេះអត់ Bitcoin ណាបាទអញ្ចឹងយើងមកមើលមាសយើងវិញសម្រាប់តម្លៃមាសនៅក្នុងថ្ងៃនេះល្អដែរសម្រាប់ការទិញបាទអញ្ចឹងខ្ញុំបានឲ្យបងប្អូនរងចាំទិញដែរនៅពេលបើកផ្សារហ្នឹងនៅក្នុងcomment ណាឬក៏នៅក្នុងការផុសរបស់ខ្ញុំអញ្ចឹងយើងឃើញថាតម្លៃមាសឥឡូវនេះបើសិនយើងទិញល្អនេះបាទដល់កន្លែងយើងទិញមកបាទហើយនេះក៏វាបានជាបង្កើតបើសិនជា support វាអាចបង្កើតបានទេអញ្ចឹងវាដល់កន្លែងមួយដែលយើងអាចទិញលក់បានហើយបាទនៅលើនេះអញ្ចឹងបើយើងឃើញកន្លែងនេះអាចបង្កើតជា support មួយវិញបាទនៅនេះហើយ support ធំហើយ support ទី2បាទអញ្ចឹងអានេះ resistance អានេះបើសិនជាវាមក gap ឡើងនេះ4ម៉ោងមួយមកដល់ gap ឡើងនេះ4ម៉ោងវាអាចនឹងប្រែប្រួលមកខ្លះបាទហើយចាំមើលបើមិញមកទិញអត់តន់តែអីទៅយើងអត់តន់ហួសពេលទេបងប្អូនអាចថ្ងៃបន្តិចឬក៏ល្ងាចបន្តិចក៏បានដែរយើងចូល1 2ទៅហើយសម្រាប់តម្លៃមាសបលក់ឥឡូវនេះក៏វាអាចទៅរួចតែក៏វាយ៉ាងហានិភ័យដែរបើសិនជាទិញយើងអត់សូវជាហានិភ័យទេ SL យើងដាក់ឲ្យយើងវែងបន្តិចទៅបាទពីព្រោះឥឡូវ trade មាសអត់ដូចមុនទេពីមុនយើងដាក់ SL 13 4 5លេខទេបាទឥឡូវ13 4 5លេខដាក់តិចដាច់ហើយដោយសារមាសវាឡើងចុះលឿនបើយើងមើលបកគោល15នាទីយើងឃើញហើយក្នុងមួយផឹកបាទផឹកមិញនេះវាចុះខ្ញុំមើលសិនបាទតើណាថ្ងៃអាទិត្យថ្ងៃច័ន្ទបាទនេះថ្ងៃច័ន្ទបើកផ្សារមកគឺវាបានធ្លាក់មកពីតម្លៃ4,250ជាងមក10ជាងអញ្ចឹងប្រហែលជាបងប្អូនបានទិញបើខ្ញុំបានប្រាប់ថាបើសិនវាចុះ60លេខអីទិញទៅ50លេខអីហ្នឹងអញ្ចឹងបងប្អូនបានទិញឥឡូវគឺអាចចំណេញបានក្នុង$50-$60ដែរបើយើងចូល 0.01 តែបើយើងចូលធំហើយបានបាទ4-500ឯដែរហ្នឹងតាមយើងចូលណាបើយើងចូលហត់ធំមក4-5ពាន់ហ្នឹងទៅចឹងយើងរងចាំមើលសិននៅតម្លៃនេះតើវា reject អត់ឬក៏វានៅបន្តឡើងទៅទៀតដើម្បីទៅប៉ះ4,300នេះតែយើងចាំមើលសិនហើយតម្លៃមាសនៅខាងក្រៅវាយ៉ាងថ្លៃជាងបន្តិចបងប្អូនខ្ញុំនឹងធ្វើវីដេអូនឹងមួយនៅក្នុងថ្ងៃនេះឬក៏យ៉ាងម៉េចណាវាមានភាពប្រែប្រួលខុសគ្នាមិនហេតុអីបានគេលក់តម្លៃខុសគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់សិក្សាស្វែងយល់ការ trade នេះគាត់អាចជួយដូរ
បានងាយស្រួលជាងយើងទិញមាននៅខាងក្រៅអញ្ចឹងបងប្អូនអាចតំណែងមកខ្ញុំបានក្នុងការបរៀនដោយគិតថ្លៃទេគឺយើងអត់គិតអីទាំងអស់ឲ្យតែបងប្អូនចេះបាទឲ្យតែបងប្អូនរៀននេះទៅខ្លាចតែអត់រៀនទៀតហ្នឹងវាអញ្ចឹងណាបាទហើយថ្ងៃនេះដូចជាអត់មានព័ត៌មានអីទេបាទអត់មានទេអញ្ចឹងយើងចាំមើលសិនហើយយ៉ាងម៉េចហើយនៅថ្ងៃទី29 ថ្ងៃទៀតគឺមានការសម្រេចកាត់បន្ថយអត្រាការប្រាក់ហើយអញ្ចឹងបងប្អូនអាចរងចាំមើលបានណាបាទអញ្ចឹងការភាគរបស់ខ្ញុំគឺបងប្អូនរងចាំទិញបើសិនតែជើងបើសិនតែវាចោះមកម្ដងទៀតត្រឹម20ជាងឬក៏ត្រឹម40អីបងប្អូនអាចទិញឡើងបានណាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូន